នេះគឺជាវីដេអូដែលខ្ញុំថតចេញពីទូរស័ព្ទដៃតែក្នុងវីដេអូហ្នឹងគឺខ្ញុំបានយកសាច់ជ្រូកញ៉ាំហើយខ្ញុំសម្ដែងធ្វើទំពាវាដូចជា AI អញ្ចឹងបន្ទាប់មកខ្ញុំថតរូបបបោះដើម្បីបំលែរូបថតនេះទៅជា AI ហើយនេះជាលទ្ធផលគឺថាដូចខ្ញុំញ៉ាំមិនមែនទេហ្មងអត់មានខុសគ្នាទេតតែផ្ទៀងមិនដឹងអញ្ចឹងខ្ញុំនឹងយកវីដេអូទាំងពីរហ្នឹងដាក់ទន្ទឹមគ្នាហើយឲ្យគេទាយថាមួយណាគឺជាវីដេអូពិតហើយបើគាត់ទាយត្រូវគាត់តម្រាត់ទឹកប្រាក់ចំនួន 50,000 រៀលលេងហ្គេមមួយបងឥឡូវហ្នឹងអាណៃមើលវីដេអូពីរហ្នឹងក្នុងហ្នឹងមាន AI មួយមានអាពិតមួយ1 2 3អូប្រវាងអូប្រវាងពេលបោកដល់13ខ្ញុំឆ្លើយថាទី1ឬក៏ទី2តើមួយណាជាវីដេអូពិត1 2 3ទី2ណៃច្បាស់អត់បាទច្បាស់ហើយណាអូនចាក់បោកឆ្លើយអត់ចាំអីចូលតែលីច្បាស់ហ៎ទីម៉ានទី1ខចឹងបងឲ្យ 50,000 ដែរកុំប្រាប់ណាទេលក់តក្នុងវីដេអូនេះមានពិតមួយ AI មួយហើយឥឡូវទាយថាមួយណាពិតបើទាយត្រូវបាន 50,000 ឥឡូវបងស្ដាយមើលមួយសិនអានេះអាពិត sorry ហេទាយមកណាបាទទាយខ្ញុំគិតថាលេខ1 AI លេខ2ពិតបងច្បាស់ណាចាអត់ដូរទេអត់ដូរឥឡូវដាក់ទៅដាច់ចេះហើយទៅដាច់ចេះហើយផ្ទះដៃត្រូវបាត់ 50,000 លេងហ្គេមមួយខ្ញុំមួយក្នុងឆ្នាំ2វីដេអូហ្នឹងមានវីដេអូមួយពិតវីដេអូមួយ AI ទី2ថ្ងៃមើលសិនទៅទី2 AI ហ៎បាទបាយជុំមួយបាត់ដល់ចម្លាយខុសនឹងត្រូវអត់ត្រូវខុសឆ្លើយនេះកាក់នៃពិសេសសាមុនហ្នឹងគេបាន 5,000 អស់គ្នាអញ្ចឹងឲ្យបង 5,000 ដដែលអរគុណច្រើនមុនហ្នឹងថតឲ្យ AI ហ្នឹងខ្ញុំញ៉ាំសាច់ទៅពីឲ្យថតខុសច្រើនពេកទៅពីឲ្យសាច់ជ្រូកហ្នឹងវាស្វិតផងដល់ឥឡូវជឿថ្មិញដល់អញ្ចឹងទៅ check up ថ្មិញតិចសិនហើយឲ្យតែមានបញ្ហាថ្មិញហ្នឹងតែរត់មករោមន្ទីរច្បាប់ថ្មិញសុខភាពហ្មងនិយាយមែនសូម្បីតែពុតថ្មិញក៏ពុតនៅហ្នឹងដែរអ្នកនរគ្នាមូលហេតុដែលខ្ញុំស្វាចិត្តពុតថ្មិញនេះដោយសារតែនេះគឺល្អមែនទេអ្នកនរគ្នាខ្ញុំពុតថ្មិញនេះមួយវារៀងត្រេតឥឡូវអានេះរៀងចង់ត្រង់ចិត្តជោគជ័យ100%ទាំងអស់គ្នាហើយវាសំខាន់ហ្នឹងគឺក្នុងឱកាសពិធីបុណ្យចូលខ្វាយខាងមុខនេះមន្ទីរព្យាបាលថ្មិញសន្តិភាពក៏មាន promotion ផងដែរការពិនិត្យនិងប្រឹក្សាយោបល់ឥតគិតថ្លៃបញ្ចុះតម្លៃ$350ទៅលើការពុតថ្មិញបញ្ជាក់សម្រាប់តែ15នាក់តែប៉ុណ្ណោះឈប់មានពិសេសជាងនឹងទៀតសម្រាប់ការដាក់ដំបូងនឹងទទួលបានការសម្អាតថ្មិញដែលឥតគិតថ្លៃនិងទឹកប្រាក់$30ក្នុងការធ្វើសេវាកម្មផ្សេងទៀតផងបញ្ចុះតម្លៃ$300ទៅលើការដាំបង្គោលថ្មិញក្នុងឆ្អឹងការពិនិត្យនិងប្រឹក្សាយោបល់ឥតគិតថ្លៃហើយការថត scan 3D ក៏ឥតគិតថ្លៃដែរហើយការដាក់ថ្មិញបណ្ដោះអាសន្នក៏ឥតគិតថ្លៃដែរសម្រាប់ការបាញ់ laser ថ្មីឲ្យសបញ្ចុះតម្លៃពី$200មកសល់ត្រឹមតែ$120តែប៉ុណ្ណោះហើយនឹងមានការបញ្ចុះតម្លៃ 20% ទៅលើសេវាកម្មផ្សេងទៀតនៅទីនេះមកសិនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី25ខែមេសាឆ្នាំ2026ហើយចង់ប្រាប់ថាការប្រម៉ូសិនទាំងអស់ហ្នឹងគឺមានគ្រប់ទាំង4សាខានៃមន្ទីរព្យាបាលថ្មីសន្តិភាពចឹងបងប្អូននៅជិតទីតាំងកន្លែងណាទៅកន្លែងហ្នឹងក៏បានដែរ